បងចោលទាំងឡាយនឹងខ្លាយរអាមិនចង់បានទូរស័ព្ទ iPhone ទៀតទេបើសិនបើយើងបានបើកមុខងារមួយនេះបន្ទាប់ពីបើកមុខងារ App Find My រួចហើយនៅក្នុងវីដេអូមុនដែលខ្ញុំបានប្រាប់តើតើនឹងការបើក Find My ហ្នឹងគឺឃើញមានបងមួយចំនួនគឺគាត់បាន comment តើតើនឹងថាបើសិនបើគេស្គាល់ password របស់យើងតើគេអាចចូលទៅដូរទិន្នន័យអីផ្សេងបានអត់អញ្ចឹងនៅក្នុងករណីមួយបើសិនបើយើងបាត់ទូរស័ព្ទឬក៏ថាចោលលុយទូរស័ព្ទរបស់យើងហើយអាចដោះសោឬក៏ថាស្គាល់ពី password ទូរស័ព្ទរបស់យើងបានអញ្ចឹងចំណុចនេះគឺជាហានិភ័យខ្លាំងមែនទែនអាចចូលទៅមើលទិន្នន័យផ្សេងនៅក្នុង gallery ឬក៏ថាអាចនឹងឈានទៅដល់ការដូរ Apple ID ឬក៏ថាបិទ App Find My របស់យើងជាដើមអញ្ចឹងដើម្បីកុំឲ្យចោលអាចធ្វើទាំងអស់នឹងបានទោះបីជាចោលស្គាល់ password យើងអាចដោះសោរបស់យើងបានក៏ដោយយើងត្រូវតែបើកមុខងារមួយនេះសិនហើយមុខងារមួយហ្នឹងគឺឈ្មោះថា Stolen Device Protection ដែលជាមុខងារមួយបន្ទាប់ពីយើងបានបើក App Find My ហើយគឺយើងត្រូវតែមកបើកមុខងារមួយហ្នឹងដែលមុខងារមួយនេះមាននៅក្នុងទូរស័ព្ទ iPhone ចាប់ពី iOS 17.3 ឡើងទៅនិយាយទៅត្រង់កន្លែងនេះជាធម្មតាបើសិនបើអ្នកណាម្នាក់ឧទាហរណ៍ថាដូចជាចោលបានស្គាល់ពី password របស់យើងបានលួចទូរស័ព្ទរបស់យើងទៅអាចដោះ password ចូលនៅក្នុងទូរស័ព្ទរបស់យើងគឺហានិភ័យខ្លាំងមែនទែនដោយសារតែគេដឹងពី password របស់យើងគឺនឹងអាចទៅដូរ Apple ID ដូរ Apple ID ចេញឬក៏ថាដូរ password Apple ID ជាដើមជាពិសេសហ្នឹងគឺចូលទៅបិទ App Find My ដើម្បីមិនឲ្យយើងអាចរកទូរស័ព្ទហ្នឹងមកវិញបានទេអញ្ចឹងដើម្បីចូលទៅបើកមុខងារមួយនេះហ្នឹងគឺយើងចូលមកក្នុង setting ហើយយើងអស់មកត្រង់កន្លែង Face ID and Password យើងដាក់លេខកូដ password ទូរស័ព្ទរបស់យើងមកអញ្ចឹងបន្ទាប់ពីយើងដាក់លេខកូដ password ហើយយើងអស់មកក្រោមគឺយើងនឹងឃើញត្រង់កន្លែង Stolen Device Protection នេះហើយអូខេអញ្ចឹងយើងចុចត្រង់កន្លែងហ្នឹងមកអូខេអញ្ចឹងបើសិនបើទូរស័ព្ទរបស់បងប្អូនទាំងគ្នាចូលមកឃើញបិទចេះយើងចុចបើកមកអញ្ចឹងបន្ទាប់ពីយើងបានបើកហើយទូរស័ព្ទរបស់យើងគឺនឹងមានសុវត្ថិភាពមួយតង់ទៀតហើយបន្ទាប់ពីយើងបានបើក App Find My រួចហើយបន្ទាប់ពីយើងបានបើកមុខងារមួយហ្នឹងហើយគឺយើងនឹងឃើញពីខាងក្រោមនេះដើម្បីឲ្យយើង select រើសមួយហើយអញ្ចឹងចំពោះត្រង់កន្លែង Away from Familiar Location នេះគឺបើសិនបើយើង select ត្រង់កន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ជាទូទៅគឺយើងនៅតែផ្ទះឬក៏ថានៅកន្លែងធ្វើការអីទេប៉ុន្តែស្រាប់តែថ្ងៃមួយហ្នឹងគឺចោលបានលួចទូរស័ព្ទរបស់យើងហើយយកទៅកន្លែងមួយដែលប្លែកខ្លាំងមែនទែនពេលដែលទូរស័ព្ទរបស់យើងចាប់បានថាគឺវាប្លែកខុសពីធម្មតាខុសពីកន្លែងរបស់យើងហ្នឹងអញ្ចឹងទូរស័ព្ទហ្នឹងគឺនឹងធ្វើការ lock ដោយអូតូតែម្ដងរយៈពេល1ម៉ោងគឺទូរស័ព្ទរបស់យើងហ្នឹងគឺมันអនុញ្ញាតឲ្យចូលទៅធ្វើអីទេដូចជាចង់ចូលទៅធ្វើការបដូរ Apple ID លុប Apple ID ឬក៏ថាចូលទៅបិទ App Find My អីជាដើមរយៈពេល1ម៉ោងហ្នឹងគឺយើងអាចធ្វើអីបានច្រើនខ្លាំងមែនទែនបើសិនបើយើងដឹងថាទូរស័ព្ទរបស់យើងបានបាត់ហើយបន្ទាប់ពីចោលมันអាចធ្វើអីបានក្នុងរយៈពេល1ម៉ោងហ្នឹងហើយពេលដែលគ្រប់1ម៉ោងពឹបគឺមិនមែនមានន័យថាចោលអាចចូលទៅដូរ password ឬក៏ថាបិទ App Find My អីរបស់យើងបានទេគឺមានន័យថាគ្រាន់តែគ្រប់1ម៉ោងពឹបគឺចោលចង់ទៅដូរ Apple ID ឬក៏ថាចង់ចូលទៅបិទ App Find My របស់យើងគឺនឹងលោតប្រព័ន្ធការពារសុវត្ថិភាពមួយតង់ទៀតហ្នឹងគឺនឹងត្រូវការ scan កញ្ចក់ដៃឬក៏ថា Face ID របស់ម្ចាស់ទូរស័ព្ទបានអាចចូលទៅបានអញ្ចឹងត្រង់កន្លែងនេះគឺមានន័យថាបើសិនបើយើងបានបើកមុខងារ Stolen Device Protection នេះហើយគឺនឹងជួយពន្យាពេលដើម្បីឲ្យយើងរកទូរស័ព្ទបានច្រើនខ្លាំងមែនទែនហើយជួយការពារសុវត្ថិភាពរបស់យើងហ្នឹងរហូតដល់2តង់ហើយចំពោះត្រង់កន្លែង Always នេះវិញគឺត្រង់កន្លែងនេះគឺខ្ញុំមិនសូវ recommend បានទេរបស់បងលំហេលូទូរស័ព្ទដៃហ្នឹងឥឡូវគឺគាត់កំពុងតែមានតម្លៃពិសេសជូនដូចជា iPhone 13 Pro Max ឥឡូវហ្នឹងគឺចុះនៅសល់ត្រឹមតែ400ជាងឯង iPhone 14 Pro Max វិញគឺនៅសល់ត្រឹមតែ500ជាងឯងហើយសម្រាប់ iPhone 15 Pro Max វិញក៏ធ្លាក់ថ្លៃដែរឥឡូវគឺនៅសល់ត្រឹមតែ800ជាងឯងអញ្ចឹង iPhone 16 Pro Max ឥឡូវគឺចុះនៅសល់ត្រឹមតែ900ជាងឯងយើងចង់បង់មលុះក៏បានដែរយើងមានត្រឹមតែ$50ឡើងទៅយើងក៏អាចយកទូរស័ព្ទនៅកន្លែងគាត់យកមកប្រើបានដែរគឺស្រួលខ្លាំងមែនទែនចំណែកឯកសារវិញគឺគាត់អត់ត្រូវការអីច្រើនទេត្រូវការតែអត្តសញ្ញាណប័ណ្ណ copy មួយស្លឹកហ្នឹងគឺគ្រប់គ្រាន់ហើយអត់ត្រូវការ check CBC អី Normal Card ពេលយូរទេដាក់ plate បានភ្លាមដោយសារតែត្រង់កន្លែងហ្នឹងឲ្យតែយើងនៅកន្លែងដែលប្លែកគឺមុខងារមួយហ្នឹងគឺនឹង load មកឲ្យយើងតែម្ដងទោះបីជាយើងម្ចាស់ទូរស័ព្ទក៏ដោយហើយបើសិនបើឧទាហរណ៍ថាថ្ងៃណាមួយស្រាប់តែមុខយើងប្លែកខុសពីធម្មតាហើយទូរស័ព្ទចាប់បានគឺដឹងតែហានិភ័យតែម្ដងអញ្ចឹងគឺនឹងចូលជាករណីមួយគឺដូចយើងនឹងគឺជាចោរដែលលួចទូរស័ព្ទហ្នឹងអញ្ចឹងហើយសម្រាប់មុខងារ Stolen Device Protection នេះពេលដែលយើងបានបើកហើយគឺខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាចូលមកសង្កេតត្រង់កន្លែង Find My បន្តិចនេះពេលដែលយើងបានបើកហើយត្រង់កន្លែង Find My គឺនឹងចេញជាអញ្ចេះគឺយើងមិនអាចចុចបិទបើកអីបានទេដោយសារតែយើងបានបើកមុខងារមួយហ្នឹងអញ្ចឹងបើសិនបើចោលចង់ចូលមកបិទត្រង់កន្លែងនេះគឺបិទអត់កើតទេបើសិនចង់បិទកន្លែងហ្នឹងតតែទៅបិទកន្លែង Stolen Device Protection ដែលខ្ញុំបានប្រាប់ពីខាងដើមហ្នឹងមិញបានយើងអាចមកបិទ App Find My ហ្នឹងបានអញ្ចឹងមិនថាត្រង់កន្លែងហ្នឹងគឺខ្ញុំចង់ប្រាប់ទៀតបន្ទាប់ពីយើងបានបើកមុខងារ Find My ហ្នឹងហើយយើងកុំភ្លេចមកបើកត្រង់កន្លែង Stolen Device Protection មួយតង់ទៀតដើម្បីការពារមិនឲ្យចោលចូលទៅបិទឬក៏ថាធ្វើអ្វីមួយនៅក្នុងទូរស័ព្ទរបស់យើងបានហើយខ្ញុំជឿថាបងប្អូនមួយចំនួនដែលគាត់កំពុងតែមើលវីដេអូនេះមកដល់ត្រង់ចំណុចនេះគឺគាត់នឹងគិតថាទោះបីជាយើងបានបើក App Find My ហើយបានបើកមុខងារ Stolen Device Protection នេះហើយក៏ដោយបើសិនបើចោលលួចទូរស័ព្ទយើងទៅហើយចោលធ្វើការបិទគ្រឿងទូរស័ព្ទរបស់យើងគឺយើងនឹងមិនអាចធ្វើអីកើតទេនិយាយទៅគាត់គិតបែបនេះគឺមិនចម្លែកទេទទួលស្គាល់ថាបើសិនបើចោលលួចទូរស័ព្ទរបស់យើងទៅហើយបិទគ្រឿងទូរស័ព្ទរបស់យើង
គឺយើងនឹងមិនអាចធ្វើអីបានទេបើសិនបើចោលហ្នឹងលួចទូរស័ព្ទ XS ឬក៏ថា XS Max ចុះក្រោមប៉ុន្តែមិនមែនសម្រាប់ទូរស័ព្ទ iPhone 11ឡើងទៅទេដោយសារតែនៅក្នុងទូរស័ព្ទ iPhone 11ឡើងទៅហ្នឹងគឺ Apple បានបំពាក់ដោយ chip U1 នៅក្នុងហ្នឹងដែលអាចផ្ញើទីតាំងឲ្យយើងភ្លាមៗទោះបីជាចោលបិទទូរស័ព្ទរបស់យើងក៏ដោយឲ្យតែមានអ្នកណាដែលប្រើជាមួយនឹងឧបករណ៍ iPhone នៅគៀកហ្នឹងគឺនឹងធ្វើការបញ្ជូនទីតាំងដំណឹងហ្នឹងឲ្យយើងភ្លាមៗតែម្ដងអញ្ចឹងត្រង់កន្លែងនេះបើសិនបើបងប្អូនទាំងគ្នាដឹងថាទូរស័ព្ទរបស់ខ្លួនឯងបានបាត់ហើយក្នុងរយៈពេល24ម៉ោងគឺត្រូវតែប្រញាប់យក Apple ID យកមកលុកជាមួយនឹងទូរស័ព្ទ iPhone ផ្សេងឬក៏ថាបើកកុំព្យូទ័រចូលទៅក្នុង website icloud.com ទៅយើងលុក iCloud របស់យើងចូលមកបើក Find My ដើម្បីយើងបើកមុខងារ Lost Mode អញ្ចឹងបន្ទាប់ពីយើងបានបើក Lost Mode ហើយទោះបីជាទូរស័ព្ទរបស់យើងត្រូវបានបិទក៏ដោយបើមានអ្នកណាម្នាក់ដែលប្រើជាមួយនឹងឧបករណ៍ iPhone មិនថា MacBook iPad ឬក៏ថា AirTag អីជាដើមទេអញ្ចឹងឲ្យតែដើរកាត់ទូរស័ព្ទរបស់យើងដែលបានបាត់ហ្នឹងទូរស័ព្ទអ្នកដើរកាត់ហ្នឹងគឺនឹងបញ្ជូនដំណឹងទីតាំងមកឲ្យយើងភ្លាមៗតែម្ដងដែលយើងអាចមើលបាននៅក្នុង App Find My អញ្ចឹងសរុបមកវិញនៅក្នុងវីដេអូនេះគឺខ្ញុំចង់មកបញ្ជាក់បងបន្ទាប់ពីបងទាំងគ្នាបានបើកជាមួយនឹង App Find My ហើយកុំភ្លេចមកបើកមុខងារ Stolen Device Protection នេះទៅដើម្បីការពារបើសិនបើនៅក្នុងករណីមួយចោលស្គាល់ពី password ចង់ចូលទៅដូរ Apple ID ដូរ password Apple ID របស់យើងចង់បិទមុខងារ Find My ឬក៏ថាចង់ចូលទៅលុបទិន្នន័យអីផ្សេងៗរបស់យើងនៅក្នុងទូរស័ព្ទរបស់យើងហ្នឹងគឺចោលនឹងមិនអាចធ្វើបានទេហើយចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺដោយសារតែមានបងជាច្រើនគឺគាត់បាន comment សួរច្រើនខ្លាំងមែនតើតែតើនៅទូរស័ព្ទ iPhone របស់យើងបើសិនបើចោលលួចទៅហើយបិទគ្រឿងតើយើងអាចធ្វើអីបានអត់តើអាចបញ្ជូនដំណឹងឲ្យយើងបានដែរឬទេអញ្ចឹងចម្លើយបើសិនបើបងទាំងគ្នាប្រើជាមួយនឹងទូរស័ព្ទ XS ឬក៏ថា XS Max ចុះក្រោមគឺមិនអាចបញ្ជូនដំណឹងបានទេបើសិនបើចោលបានបិទស្រាប់ទូរស័ព្ទ iPhone 11ឡើងទៅទោះបីជាចោលបានបិទគ្រឿងក៏ដោយក្នុងរយៈពេល24ម៉ោងគឺនឹងអាចបញ្ជូនដំណឹងឲ្យយើងបានភ្លាមៗបើសិនបើមានអ្នកណាម្នាក់ដែលប្រើជាមួយនឹងឧបករណ៍ iPhone ដែលកាត់ទូរស័ព្ទដែលយើងបានបាត់